Màជំរាបសួរបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះបាទថ្ងៃនេះខ្ញុំចែកចម្លែកក្នុងកម្មវិធីមួយសម្រាប់បងប្អូនដែលយកទៅបាទអាចរៀនតាមកម្មវិធីរបស់ខ្ញុំដែលខ្ញុំកំពុងតែនឹងបង្ហាញនៅបន្តិចទៀតនេះហើយមុននឹងខ្ញុំនឹងបង្ហាញខ្ញុំសូមឲ្យបងប្អូនជួយចុចsubscribe channel ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដើម្បីខ្ញុំចែកចម្លែកមេរៀននេះគឺដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើមេរៀននេះបន្តទៀតហើយខ្ញុំសូម subscribe channel ខ្ញុំម្នាក់មួយផងអរគុណច្រើនហើយមេរៀនខ្ញុំថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបកែមុខនិង edit ឬ touch screen ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយអញ្ចឹងមិនចាំយូរទេហើយយើងទៅមើលទាំងអស់គ្នាថាកម្មវិធីនេះគឺជាអ្វីអូខេ let's go អូខេអញ្ចឹងអានេះជាខ្ញុំប្រើនេះគឺរូបរបស់ខ្ញុំផ្ទាល់ហើយវាមានមុនបែបនេះបាទវាមានមុនមានអីមានស្នាមបាទវាមានស្នាមមុនច្រើនមែនទែនហើយរូបនេះគឺជារូបជាឯកសារជារូបភាពជា raw ជា file ដែលឆៅណាអញ្ចឹងខ្ញុំបានប្រើប្រាស់កម្មវិធីនេះហើយវាងាយស្រួលមែនតើវាធ្វើឲ្យមុខយើងនឹងគឺម៉ត់ហើយវាបាត់ស្នាមមុនបាត់អីអញ្ចឹងទៅនេះគឺអ្វីដែលខ្ញុំកំពុងតែបង្ហាញនេះណាអូខេឥឡូវ function របស់វាគឺងាយស្រួលមែនតើសម្រាប់បងប្អូនគ្រាន់តែចុចវាថានេះជា Agnes មានថានេះវាមកបាត់អាមុនតូចៗអញ្ចឹងណាឧទាហរណ៍របស់ខ្ញុំទាញដល់ប៉ុណ្ណេះឥឡូវវាកំពុងតែ process ហើយកំពុងធ្វើការហើយអូខេអញ្ចឹងវាបាត់អាមុនដែលតិចនោះវាទៅហើយមុខខ្ញុំចាប់ដើម smooth ចំណឹងតិចណាអូខេឥឡូវខ្ញុំទាញអានេះទៀតបាទខ្ញុំទាញfree cache នេះបាទខ្ញុំទាញបន្ថែមពាក់កណ្ដាលទៀតបាទបាទអញ្ចឹងវាធ្វើឲ្យមុខយើងបាទខ្ញុំស៊ូមមកវាធ្វើឲ្យមុខយើងវាភ្លឺជាងមុនបាទតែ file នេះវានៅរៀងស្លេកអញ្ចឹងខ្ញុំអត់ទាន់បានទាញបឡើងពណ៌បឡើងអីទេឥឡូវនេះខ្ញុំកំពុងតែខ្ញុំធ្វើឲ្យរូបហ្នឹងឲ្យវានេះឲ្យវាបាត់ស្នាមមុនសិននេះឥឡូវខ្ញុំចូលមើល live face នេះបាទវាមាន live face វាតមកទៀតយើងចូល smooth ខ្ញុំទាញនៅពាក់កណ្ដាលខ្ញុំទាញ60បាទ60ទេបាទមើលមុខខ្ញុំឡើង smooth តែម្ដងបាទមុខខ្ញុំ smooth ខ្លាំងមែនតើណាមុខម៉ត់ហើយវាបាត់ស្នាមប្រហោងបាត់ស្នាមមុនស្នាមអីចឹងណាបាត់ស្នាមមុនខ្មោចមុនអីចឹងណាបងប្អូនហើយបងប្អូនកុំភ្លេចជួយsubscribe channel ខ្ញុំម្នាក់មួយផងហើយមេរៀននេះគឺល្អមែនតើគ្រាន់តែអត់មាននេះជឿក្បាលទេកម្មវិធីនេះគឺកម្មវិធីនេះគឺគ្រាន់តែទាញហើយយើងមើល function មើលមុខងារវានីមួយយើងទាញហើយគឺមុខយើងវាស្អាតអូតូម៉ាទិកមកយើងមិនចាំបាច់ចុចមួយទេបាទឧទាហរណ៍ថាខ្ញុំត្រូវការនេះទៀត remove បាទ remove នេះខ្ញុំទាញវាដល់58បាទខ្ញុំទាញវាដល់58អូខេមុខខ្ញុំគឺចាប់ដើមបាទ smooth មែនតើហើយបាទ smooth មែនតើហើយចឹងអាឡៃស្នាមខ្មៅភ្នែកនេះវាបាទដាច់ល្អស្អាតមែនតើឥឡូវខ្ញុំពាក់ពណ៌ហ្នឹងកន្លែងអាយម្ដងបាទកន្លែងភ្នែកនេះតែម្ដងឥឡូវខ្ញុំទាញយក58ដែរបាទអាយអានេះអាឡៃមានពលឺណាខ្ញុំទាញយកបាទយើងភ្លឺជាងមុនទេបងប្អូនពេញភ្លឺជាងមុនទេបាទមេយើងភ្លឺជាងភ្នែកយើងភ្លឺជាងមុនបាទខ្ញុំទាញដល់61
បែខាងក្នុងមើលទៅវាសវាបាទវាសវាស្អាតវាសម្អាតនៃខាងក្នុងណាបាទកម្មវិធីគឺល្អមែនតើឧទាហរណ៍ថាសក់យើងបាទសក់យើងទាញយើងសាកល្បងទាញយ៉ាងនេះសិនមកអញ្ចឹងកម្មវិធីនេះខ្ញុំប្រាប់បងប្អូនម្ដងទៀតគឺងាយស្រួលមែនតើបាទនេះសក់នេះរៀងខ្មៅបាទទាញនឹងខ្មៅដុតមែនតើគេឥឡូវយើងទៅខាងក្រោមទៀតអូអានេះពាក់ព័ន្ធនឹងខ្លួនយើងបាទ body យើងទាញឲ្យយើងស្គមឲ្យយើងមើលទៅវា smooth វាស្អាតអីចឹងណាកុំឲ្យវាធាត់ពេកធាត់អីចឹងណាអូខេអានេះមានកម្មវិធីនេះគឺមានឲ្យថ្មិញសបាទមានឲ្យថ្មិញសមានអីទៀតបាទឬ smile line អញ្ចឹងបាទឥឡូវយើងចូលមេរៀនឡើងវិញអានេះគឺជាមុខងាររបស់វាទាំងអស់បាទគឺជាមុខងារនីមួយសម្រាប់យើងកែមុខកែភ្នែកបាទបំបត្តិមុនបំបត្តិស្នាមបាទ